អាញាធរក្រុងកំពតរំពឹងថាវិថីអាហារនឹងជួយលើកកម្ពស់ជីវភាពពលរដ្ឋហើយកាន់តែទាក់ទាញភ្ញៀវទេសចរមីជាតិស្នាដៃខ្មែររសជាតិខ្មែរវិតាឆ្លុះបញ្ចាំងពីឧត្តមភាពវិថីអាហារដែលមានក្បូរក្បាច់រចនាជារចនាបថខ្មែរនិងលេចចេញជារូបរាងនៅក្នុងអំឡុងខែធ្នូខាងមុខដែលវិថីអាហារនេះនឹងរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋបន្ថែមហើយកាន់តែទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកលេងកម្សាន្តខេត្តកំពតបានកាន់តែច្រើនអាជ្ញាធរក្រុងកំពតរំលឹកថាកំណើនភ្ញៀវទេសចរនឹងមានការកើនឡើងហើយការលក់ដូរកាន់តែដាច់ដោយសារតែការរៀបចំបានស្អាតនិងទាក់ទាញជាងមុនខ្លាំងនៅព្រឹកថ្ងៃទី13ខែឧសភាឆ្នាំ2025ឯកឧត្តម ម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្តកំពតបានដឹកនាំមន្ត្រីជំនាញមន្ទីរអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរក្រុងកំពតចុះពិនិត្យបើកការដ្ឋានសាងសង់វិថីអាហារនិងសួនច្បារចាប់ពីផ្សារក្រណាត់រហូតដល់សួនប្រាសាទដើមពោធិ៍ស្ថិតនៅក្នុងសង្កាត់កំពង់កណ្ដាលក្រុងកំពតខេត្តកំពតក្នុងដំណើរចុះពិនិត្យនេះឯកឧត្តមអភិបាលខេត្តបានជំរុញឲ្យមន្ត្រីជំនាញមន្ទីរអង្គភាពពាក់ព័ន្ធអាជ្ញាធរក្រុងពិសេសក្រុមការងារសាងសង់ត្រូវរួមគ្នាសហការធ្វើយ៉ាងណាឲ្យការសាងសង់នេះមានភាពរលូនហើយឈានទៅបញ្ចប់នៅក្នុងអំឡុងខែធ្នូឆ្នាំ2025ខាងមុខដើម្បីជាកាដូដល់អាជីវករដែលលក់ដូរលើវិថីអាហារនេះក៏ដូចជាបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិព្រោះវិថីអាហារនេះនឹងរំលេចឡើងនៅរចនាបថខ្មែរនិងការស្លៀកពាក់បែបប្រពៃណីខ្មែរក្នុងន័យដើម្បីបង្ហាញពីវប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរទៅកាន់ភ្ញៀវទេសចរអភិបាលក្រុងកំពតលោកលៀងរឿនសុធីបានឲ្យដឹងថាតាមការរំពឹងទុកការលក់ដូររបស់អាជីវករនឹងមានលក្ខណៈល្អប្រសើរជាងមុនក្រៅពីវិថីអាហារនេះសាងសង់រួចរាល់ដោយសារភូមិសាស្ត្រតំបន់នេះជាប់នឹងព្រែកកំពង់បាយហើយក៏ជាអតីតផ្សារមួយស្ថិតនៅតំបន់បេតិកភណ្ឌក្នុងក្រុងកំពតដែរលោកអភិបាលក្រុងបានបន្តថាបច្ចុប្បន្ននេះខេត្តកំពតក៏ដូចជាក្រុងកំពតពីមួយថ្ងៃទៅមួយថ្ងៃកំណើនភ្ញៀវទេសចរក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ហើយភ្ញៀវទេសចរភាគច្រើនតែងតែមកចូលលេងកម្សាន្តនៅក្នុងតំបន់នេះពិសេសភ្ញៀវទេសចរបរទេសដោយសារតែវិថីអាហារគឺសម្បូរទៅដោយអាហារចម្រុះមានទាំងម្ហូបខ្មែរនិងម្ហូបបរទេសលោកអភិបាលក្រុងក៏បានបន្ថែមថាវិថីអាហារនេះក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពតនឹងត្រូវសាងសង់ឡើងទៅតាមរចនាបថខ្មែរសុទ្ធសាធហើយអាជីវករក៏តម្រូវឲ្យមានការស្លៀកពាក់តាមបែបប្រពៃណីខ្មែរដើម្បីឲ្យមានភាពទាក់ទាញកាន់តែខ្លាំងហើយក៏ដើម្បីបង្ហាញនៅវប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរទៅកាន់កូនក្មួយជំនាន់ក្រោយក៏ដូចជាភ្ញៀវទេសចរអន្តរជាតិដែលមកលេងកម្សាន្តក្នុងខេត្តផងដែរលោកអភិបាលក្រុងក៏បានស្នើដល់អាជីវករដែលលក់ដូរនៅក្នុងវិថីអាហារទាំងអស់ត្រូវចូលរួមគោរពការណែនាំរបស់អាជ្ញាធរក្រុងរក្សាអនាម័យបរិស្ថានឲ្យបានស្អាតពិសេសលក់ដូរដោយភាពស្មោះត្រង់ដើម្បីរក្សាតម្លៃជាជនជាតិខ្មែរសូមបញ្ជាក់ថាការសាងសង់នេះគឺស្ថិតលើការចំណាយរបស់រដ្ឋបាលខេត្តកំពតដោយអាជីវករទាំងអស់មិនតម្រូវឲ្យមានការបង់ប្រាក់សម្រាប់ការសាងសង់នោះឡើយយ៉ាងណាមិញការបង់ប្រចាំខែក៏ឯកឧត្តមអភិបាលខេត្តមិនឲ្យមាននោះដែរសម្រាប់ម្ចាស់តូបដែលអាជ្ញាធរក្រុងកំពតបានធ្វើបច្ចុប្បន្នភាពជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្តក៏លើកទឹកចិត្តឲ្យអាជីវករទាំងអស់រាយការណ៍ទៅកាន់ឯកឧត្តមផ្ទាល់ប្រសិនបើមានអ្នកទារលុយឬតម្រូវឲ្យបង់លុយតូបប្រចាំខែវិតាឆ្លុះបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់